សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបានសូមអរគុណសម្រាប់ការគាំទ្រសូមបងប្អូនចុចលើពាក្យ Subscribe និងចុចនៅលើរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអភ័យទោសទុកជំនុំដល់កំហុសឆ្គងទាក់ទងជាមួយនឹងការបកប្រែនិងដោយប្រការផ្សេងៗថ្ងៃនេះខ្ញុំនឹងលើកយកវីដេអូមួយរបស់លោកសិទ្ធិដែលលោកយកមកបកប្រែដែលនិយាយទាក់ទងជាមួយនឹងរឿង7យ៉ាងដែលអ្នកក្រធ្វើហើយអ្នកមានគេមិនធ្វើដូច្នេះសូមចូលរួមស្វែងយល់ទាំងអស់គ្នាសូមអរគុណចំណុចទី1អ្នកក្រចូលចិត្តមើលទូរទស្សន៍រីឯអ្នកមានគេចូលចិត្តអានសៀវភៅចំណុចទី2អ្នកក្រទទួលបានចំណូលដោយការយកពេលវេលាទៅបដូរឬអាស្រ័យលើពេលវេលារីឯអ្នកមានទទួលបានចំណូលដោយអាស្រ័យលើលទ្ធផលនៃការងារចំណុចទី3អ្នកក្របន្ទោសអ្នកដទៃតាក់ទងជាមួយនឹងភាពលំបាកឬក៏ភាពគ្មានសំណាងរបស់ខ្លួនរីឯអ្នកមានគឺគេទទួលខុសត្រូវលើភាពបរាជ័យរបស់គេចំណុចទី4អ្នកក្រផ្ដោតលើការសន្សំលុយរីឯអ្នកមានផ្ដោតលើការវិនិយោគចំណុចទី5អ្នកក្រគិតថាពួកគេដឹងអស់ហើយឬក៏ពួកគេចេះអស់រីឯអ្នកមានគឺគេបន្តការរៀនសូត្រជាប់ជានិច្ចចំណុចទី6អ្នកក្រគិតថាលុយគឺជាប្រភពនៃអំពើអាក្រក់គ្រប់បែបយ៉ាងប៉ុន្តែអ្នកមានជឿថាភាពក្រីក្រទៅជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាងចំណុចទី7អ្នកក្រមានផ្នត់គំនិតឬក៏ជឿនៅលើការចាក់ឆ្នោតការលេងឆ្នោតផ្សងសំណាងផ្សេងដើម្បីមានរីឯអ្នកមានគឺគេជឿនៅលើការធ្វើសកម្មភាពធ្វើការងារជាក់ស្ដែងរឿង7យ៉ាងដែលអ្នកក្រធ្វើហើយអ្នកមានគេមិនធ្វើទី1គឺអ្នកក្រមើលទូរទស្សន៍រីឯអ្នកមានគេអានសៀវភៅតើអ្នកចំណាយពេលប៉ុន្មានម៉ោងនៅមុខកញ្ចក់ទូរទស្សន៍តើពេលវេលាចុងក្រោយដែលអ្នកអានសៀវភៅនៅពេលណាហើយតើសៀវភៅប៉ុន្មានក្បាលដែលអ្នកអានក្នុងរយៈពេល1ឆ្នាំនោះទី2អ្នកក្រទទួលបានចំណូលដោយអាស្រ័យលើពេលវេលាឬក៏បដូរនឹងពេលវេលារីឯអ្នកមានគេទទួលបានចំណូលដោយអាស្រ័យផ្អែកទៅលើលទ្ធផលឧបមាថាអ្នកធ្វើការនៅក្រុមហ៊ុន McDonald ហើយអ្នកអាចជាបុគ្គលិកអនាម័យដ៏ល្អបំផុតនៅលើភពផែនដីនេះប៉ុន្តែតើតម្លៃអ្វីដែលអ្នកបាននាំឲ្យក្រុមហ៊ុន McDonald នោះអ្នកមានគឺពួកយើងទទួលបានចំណូលដោយអាស្រ័យលើលទ្ធផលមិនមែនជាការវិនិយោគពេលវេលាយកពេលវេលាទៅបដូរទេឧបមាថាយើងធ្វើការនៅលើផលិតផលមួយយើងបានចំណាយពេល1ឆ្នាំក្នុងការបង្កើតផលិតផលនោះធ្វើឲ្យផលិតផលនោះមានភាពល្អប្រសើរហើយនាំផលិតផលនោះទៅកាន់ទីផ្សារតែវាខាតយ៉ាងលឿនវាមិនបានបង្កើតចំណូលឲ្យយើងសម្ដែងនៅកម្មវិសេនពេលនោះពិភពលោកគេមិនខ្វល់ជាមួយយើងទេយើងមិនបានចំណូលយើងមិនបានលុយគ្មាននរណាម្នាក់គេខ្វល់ថាពេលវេលាប៉ុណ្ណាឈាមប៉ុណ្ណាញើសប៉ុណ្ណាទឹកថ្ងៃប៉ុណ្ណាដែលអ្នកដាក់ចូលនៅក្នុងការបង្កើតផលិតផលនោះទេហើយនាំវាទៅកាន់ទីផ្សារនោះគឺគេមិនខ្វល់ពីហានិភ័យប៉ុណ្ណាដែលអ្នកជួបនោះទេអ្វីដែលគេខ្វល់គឺជាលទ្ធផលជាក់ស្ដែងនេះហើយគឺជាហេតុផលដែលនៅពីខាងក្រៅអត្តពលិកដែលទទួលបានចំណូលខ្ពស់នៅក្នុងពិភពលោកគឺពួកគេមិនទទួលបានចំណូលតាមរយៈម៉ោងពេលដែលគេអនុវត្តនោះទេមិនអាស្រ័យនៅលើពេលវេលាដែលគេវិនិយោគនោះទេគឺវាអាស្រ័យទៅលើសមត្ថភាពដែលគេអាចធ្វើបានលទ្ធផលចុងក្រោយដែលគេអាចបង្ហាញបានក៏ធ្វើបានពួកគេទទួលបានចំណូលដោយអាស្រ័យទៅលើលទ្ធផលនៃការធ្វើបានជាក់ស្ដែងចំណុចទី3អ្នកក្រចូលចិត្តបន្តអ្នកដទៃទាក់ទងជាមួយនឹងការគ្មានសំណាងនិងការលំបាកវេទនារបស់ខ្លួនឯងរីឯអ្នកមានគឺយើងទទួលខុសត្រូវនៅលើការបរាជ័យផ្ទាល់ខ្លួនរបស់យើងអ្នកឃើញទេអ្នកក្រតែងតែបន្តថាជាកំហុសរបស់អ្នកដទៃផ្សេងដោយសារតែសេដ្ឋកិច្ចដោយសារតែរដ្ឋាភិបាលដោយសារតែចវាយខ្ញុំដោយសារតែការងារខ្ញុំដោយសារតែទីក្រុងខ្ញុំដោយសារតែមិត្តភក្តិខ្ញុំដោយសារតែតែងតែជាកំហុសរបស់អ្នកដទៃមិនដែលគិតថាជាកំហុសរបស់ខ្លួនឯងនោះទេចំណែកអ្នកមាននេះគឺយើងទទួលខុសត្រូវប្រសិនបើជីវិតរបស់អ្នកជួបការលំបាកមិនល្អវាគឺជាកំហុសរបស់អ្នកយើងទទួលខុសត្រូវសម្រាប់សកម្មភាពផ្ទាល់ខ្លួនរបស់យើងនៅពេលដែលអ្នកមានទំនួលខុសត្រូវតើនឹងមានអ្វីកើតឡើងគឺអ្នកនឹងទទួលបានអំណាចក្នុងការផ្លាស់ប្ដូរអំណាចក្នុងការធ្វើអ្វីដែលផ្សេងពីមុនចូលចងចាំថាមនុស្សអត់សមត្ថភាពគឺតែងតែបន្តអ្នកដទៃទី4អ្នកក្រផ្ដោតលើការសន្សំលុយរីឯអ្នកមានគេផ្ដោតទៅលើការវិនិយោគគេនិយាយថាអូព្រលឹមឡើងកុំផឹកកាហ្វេនៅហាង Starbucks វាថ្លៃទៅព្យាយាមសន្សំពី$3នៅទីនេះនៅទីនោះកុំហោះហើរជាមួយនឹងជើងយន្តហោះតែថ្លៃអីហោះហើរជាមួយនឹងជើងហោះហើរដែលមានលក្ខណៈសន្សំសំចៃវិញគឺតែងតែព្យាយាមសន្សំពី$3វាតិចតួចណាស់អ្នកនឹងមិនមានដោយសារការសន្សំតិចតួចនោះទេ
អ្នកមិនមានបញ្ហាតាក់ទងជាមួយការសន្សំទេគឺអ្នកមានបញ្ហាតាក់ទងជាមួយនឹងចំណូលដូច្នេះអ្នកត្រូវតែបង្កើនការរកលុយឲ្យបានច្រើនជាងមុនដើម្បីវិនិយោគទី5អ្នកក្រគិតថាគេដឹងរឿងទាំងឡាយគ្រប់បែបយ៉ាងឬក៏ពួកគេចេះទាំងអស់តែអ្នកមានគឺគេបន្តការរៀនសូត្រជាប់ជានិច្ចអ្នកឃើញទេអ្នកក្រគឺតែងតែសម្បូរដោយគំនិតទស្សនៈយោបល់ជានិច្ចពួកគេតែងតែចង់ប្រាប់ពិភពលោកអំពីទស្សនៈយោបល់របស់ពួកគេដូចជាអំពីរឿងនយោបាយអំពីរឿងកីឡាអំពីសង្គមអំពីរដ្ឋាភិបាលអំពីរឿងទាំងឡាយគ្រប់យ៉ាងដែលនៅជុំវិញពួកគេពីជាជាងដែលដាក់ខ្លួនមានឆន្ទៈក្នុងការរៀនរីឯអ្នកមានវិញគឺពួកយើងបន្តការរៀនជាប់ជានិច្ចពួកយើងសួរនៅសំណួរពួកយើងស្ដាប់ពួកយើងអានសៀវភៅពួកយើងគឺបន្តការរៀនសូត្រជាប់ជានិច្ចជាជាងដែលនិយាយថាអូខ្ញុំដឹងរឿងគ្រប់បែបយ៉ាងជាជាងនិយាយថាខ្ញុំមានគំនិតដឹងរឿងគ្រប់បែបយ៉ាងអ្នកដឹងតែហេតុអីបានជាអ្នកក្រតែងតែមានគំនិតយោបល់ពីព្រោះវាគឺជាមធ្យោបាយដើម្បីទាក់ទាញការចំណាប់អារម្មណ៍វាអត់ខុសផ្លាច់អីទេខ្ញុំឃើញអ្នកដែលគេមើលវីដេអូរបស់ខ្ញុំជាពិសេសវីដេអូទាក់ទងជាមួយនឹងការលក់ការបិទការលក់បានន័យថាលក់ឲ្យដាច់ខ្ញុំឃើញគេនិយាយខ្ញុំគ្រាន់តែឃើញខ្ញុំសើចព្រោះគេនិយាយថាអូដែនអ្នកគួរតែលក់ដោយវិធីអ្នកមិនគួរលក់ដោយវិធីនេះទេអ្នកគួរតែលក់ដោយវិធីនេះវិធីនោះនិយាយចេះនិយាយចោះហើយខ្ញុំចង់ទៅសួរវិញថាតើអ្នកឯងលក់ដាច់ចុងក្រោយពីពេលណាអ្នកឯងលក់អីដាច់ខ្លះហើយបង្ហាញខ្ញុំមកតែពេលវេលាដែលអ្នកលក់ដាច់ចុងក្រោយនៅពេលណាអ្នកលក់ដាច់បាន$500ទេបាន$1000ទេ$2000 $5000 $10000 $10000តើឯងបានធ្វើអីហើយឬនៅឯងបានធ្វើអ្វីហើយឬនៅបើមិនជាអត់ទេអញ្ចឹងគំនិតយោបល់របស់អ្នកគ្មានតម្លៃទេចូលចងចាំថាចំណូលរបស់អ្នកគឺវារីកលូតលាស់ទៅតាមទំហំដែលអ្នកអាចធ្វើបានទ្រព្យសម្បត្តិរបស់អ្នកគឺវាកើនឡើងឆាប់រហ័សនៅពេលដែលអ្នកអាចធ្វើបាននៅពេលដែលអ្នកចាប់ផ្ដើមធ្វើទី6អ្នកក្រជឿថាលុយគឺជាមូលហេតុនៃអំពើអាក្រក់គ្រប់បែបយ៉ាងរីឯអ្នកមានគឺគេជឿថាភាពក្រីក្រទៅជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាងអ្នកបានលើហើយដែលគេនិយាយថាលុយគឺជាប្រភពមូលហេតុនៃអំពើអាក្រក់គ្រប់បែបយ៉ាងប៉ុន្តែមិនមែនទេគឺជាការខ្វះលុយទៅវិញទេដែលជាដើមចមដើមហេតុឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាងខ្ញុំចង់ឲ្យអ្នកក្រឡេកមើលទៅកាន់អ្នកជិតខាងរបស់អ្នកដែលក្របំផុតទៅតំបន់របស់អ្នកក្រខ្ញុំចង់ឲ្យអ្នកគិតអំពីនៅតំបន់ទាំងនោះតើវាយ៉ាងម៉េចអំពើអក្រកម្មគ្រឿងញៀនបញ្ហាផ្សេងៗគឺគ្រប់ប្រភេទនៃបញ្ហាទាំងអស់អ្នកឃើញទេនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិគឺមិនដែលមានការប្លន់ធនាគារដោយមនុស្សដែលដើរចេញពីឡានរយនោះទេដើម្បីរស់គឺដោយសារតែខ្វះលុយត្រូវការលុយទៅបង្កនៅបញ្ហាទាំងនោះកើតឡើងលុយគឺនៅលុយគឺដូចជាលក្ខណៈកណ្ដាលលុយគឺជាឧបករណ៍សម្រាប់ដែលអ្នកអាចប្រើវាសម្រាប់រឿងល្អធ្វើអំពើល្អឬក៏អ្នកអាចប្រើវាសម្រាប់រឿងអាក្រក់ឬក៏ធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងវាគឺអាស្រ័យលើអ្នកជាអ្នកសម្រេចចិត្តប្រើវាទី7អ្នកក្រមាននៅផ្នត់គំនិតនៃការលេងឆ្នោតជឿលើការលេងឆ្នោតស្មារតីឆ្នោតនិយមរីឯអ្នកមានគឺគេមានស្មារតីជឿលើការធ្វើសកម្មភាពជាក់ស្ដែងអ្នកឃើញទេមនុស្សភាគច្រើនជឿថាវិធីតែមួយគត់ដើម្បីមាននោះគឺការទិញឆ្នោតទោះបីជាគេដឹងថាឱកាសនៃការឈ្នះគឺវាមានតិចតួចឬក៏គ្មានតលិសោះក៏គេនៅតែទិញធ្វើនៅរឿងដែលសម័យនេះដែរដោយសង្ឃឹមថាប្រសិនបើខ្ញុំត្រូវឆ្នោតឈ្នះឆ្នោតខ្ញុំនឹងទិញផ្ទះនោះខ្ញុំនឹងឈប់ធ្វើការខ្ញុំនឹងដើរលេងតែខុសពីអ្នកក្រអ្នកមានគឺគេជឿទៅលើសកម្មភាពជាក់ស្ដែងការធ្វើសកម្មភាពគឺគេជឿថាប្រសិនបើយើងខ្លាចជាអ្នកមានឬអាចទៅជាអ្នកមានគឺអាស្រ័យលើខ្ញុំលើយើងគឺខ្ញុំជាអ្នកបង្កើតវាឲ្យកើតឡើងខ្ញុំមិនធ្វើវាឲ្យជោគជ័យដោយខ្លួនខ្ញុំមិនត្រូវការពឹងទៅលើភាគីទី3រឿងក្រៅខ្លួនទេខ្ញុំមិនត្រូវការពឹងទៅលើការលេងឆ្នោតនោះឡើយ